សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្រៀនពន្យល់បងប្អូនទាំងអស់គ្នាអំពីមូលដ្ឋានគ្រឹះរបស់ Trading ជាទូទៅបងប្អូនដែលគាត់ចូលមកនៅក្នុងវិស័យ Trading ភាគច្រើនពួកគាត់អាចនឹងអត់យល់នៃអ្វីទៅជា Trading អ្វីទៅជា Forex ឬក៏ Spread Lot Size ហើយជាមួយនឹង Leverage អីផងពួកគាត់អាចនឹងស្គាល់តែពាក្យថា Buy ហើយនិង Sell តែប៉ុណ្ណោះអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងជួយឲ្យបងប្អូនយល់ពី Trading ឲ្យកាន់តែច្បាស់អញ្ចឹងសំណួរសួរថាអ្វីទៅជា Trading គឺជាការទិញនិងលក់ទ្រព្យសកម្មដើម្បីរកប្រាក់ចំណេញពីការផ្លាស់ប្ដូរតម្លៃហើយប្រភេទ Trading គឺមានច្រើនមានដូចជា Forex Trading Stock Trading Crypto Trading Index Trading ហើយ Commodity Trading ហើយរបៀបដែលគេ trade មាន3សំខាន់ដូចជា Day Trading Swing Trading ហើយជាមួយនឹង Scalping Day Trading គឺជាការបើកនិងការបិទការជួញដូរនៅក្នុងថ្ងៃតែមួយហើយសម្រាប់ Swing Trading គឺជាការបើក position ចោលច្រើនថ្ងៃទៅច្រើនសប្តាហ៍ហើយចំណែក Scalping វិញគឺជាការចូលចេញលឿននៅក្នុងរយៈពេលខ្លីហើយចំណុច Trading គឺមានតែប៉ុណ្្នឹងទេហើយមុនហ្នឹងដូចខ្ញុំបានរៀបរាប់អញ្ចឹង Trading គឺមានច្រើនប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតាក់ទងតែទៅលើ Forex Trading តែប៉ុណ្ណោះអញ្ចឹងតើអ្វីទៅគឺជា Forex ពាក្យពេញរបស់វាមានន័យថា Foreign Exchange គឺជាផ្សារប្ដូររូបិយប័ណ្ណដែលមនុស្សនិងស្ថាប័នទិញលក់លុយប្រទេសផ្សេងៗគ្នាដើម្បីរកប្រាក់ចំណេញពីការឡើងចុះតម្លៃហើយនៅក្នុង Forex គឺមានចំណុចសំខាន់6ហើយចំណុចសំខាន់ទាំងអស់ហ្នឹងមានដូចជា Currency Pair Pip Lot Size Leverage Buy ហើយនិង Sell Currency Pair គឺជាគូរូបិយប័ណ្ណដែលមានដូចជា Euro USD USD JPY ឬក៏ GBP USD ឯជាដើមសម្រាប់ Pip វាគឺជាឯកតាវាស់ការផ្លាស់ប្ដូរតម្លៃចំណែក Buy គឺយើងចង់ឲ្យតម្លៃផ្សារឡើងហើយ Sell គឺយើងចង់ឲ្យតម្លៃផ្សារចុះឥឡូវគឺយើងចូលមកដល់ចំណុច Leverage ហើយជាមួយនឹង Lot Size វិញម្ដងអញ្ចឹងអ្វីទៅគឺជា Lot Size គឺជាទំហំនៃ trade ដែលបងប្អូនបើកនៅក្នុងទីផ្សារ Forex វាបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនកំពុងតែទិញហើយនឹងលក់នៅក្នុងប៉ុន្មានឯកតាហើយនៅក្នុង Forex Lot Size គឺគេចែកចេញជា3ដែលមានដូចជា Standard Lot Mini Lot ហើយជាមួយនឹង Micro Lot មួយ Lot គេហៅថា Standard Lot ដែលវាស្មើនឹង 100000 ឯកតានៃរូបិយប័ណ្ណចំណែក 0.10 Lot គេហៅថា Mini Lot ហើយ Mini Lot ស្មើនឹង 10000 ឯកតានៃរូបិយប័ណ្ណចំណែក 0.01 Lot គេហៅថា Micro Lot ដែលវាស្មើនឹង 1000 ឯកតានៃរូបិយប័ណ្ណឥឡូវគឺយើងចូលមកដល់ចំណុច Leverage ម្ដង Leverage គឺជាការខ្ចីដើមទុនពី broker ដើម្បីបើក trade ធំជាងទុនដែលបងប្អូនមាននេះឧទាហរណ៍បើសិនបើបងប្អូនមានលុយ$1000ហើយបងប្អូនជ្រើសរើសយក leverage 1 លើ 100អញ្ចឹងបងប្អូនយកលុយដើមរបស់បងប្អូន$1000ហ្នឹងមកគុណជាមួយនឹង leverage 100មកគឺបងប្អូននឹងទទួលបានដើមទុនធំជាងមុនសម្រាប់ចូលផ្សារហើយដែលស្មើនឹង$10000ហើយបើសិនបើបងប្អូនជ្រើសរើសយក leverage ធំដូច1លើ1000គឺវារៀងមានហានិភ័យខ្ពស់ដោយសារវាធ្វើឲ្យបងប្អូនមានដើមទុនធំអញ្ចឹងនៅពេលដែលបងប្អូនមានដើមទុនធំបងប្អូនអាចចូលផ្សារធំតាមនឹងដែរដល់អញ្ចឹងឱកាសដែលយើងខាតលុយធំក៏វាមានទៅតាមនឹងដែរឥឡូវគឺយើងចូលមកដល់ចំណុចចុងក្រោយរបស់យើងដែលជា spread អញ្ចឹង spread គឺជាថ្លៃដើមដែលបងប្អូនបង់ឲ្យ broker រាល់ពេលដែលបងប្អូនចូល trade ហើយប្រភេទ spread គឺមាន2មួយគឺ fixed spread ហើយ2គឺ floating spread fixed spread គឺជា spread ដែលថេរដែលមិនផ្លាស់ប្ដូរចំណែកឯ floating spread គឺជា spread ដែលវាផ្លាស់ប្ដូរទៅតាមទីផ្សារបើសិនបើផ្សារវាមាន volatile ខ្លាំង spread គឺវាអាចនឹងហែកធំទៅតាមទីផ្សារដូចគ្នាអញ្ចឹងត្រឡប់មកវិញបើនិយាយឲ្យងាយយល់ទៅ spread គឺជាថ្លៃសេវាដែលបងប្អូនត្រូវបង់ឲ្យ broker នៅពេលដែលបងប្អូនចូល trade អញ្ចឹងមេរៀនទី1នៃគ្រឹះមូលដ្ឋានមានតែប៉ុណ្្នឹងទេបងប្អូនហើយនៅក្នុងមេរៀនទី2ខ្ញុំនឹងពន្យល់បងប្អូនអំពីរបៀបដែលទីផ្សារដំណើរការអញ្ចឹងបើសិនបើបងប្អូនចង់បាន signal ក៏ដូចជាចំណេះដឹងពី trading ផ្សេងៗបងប្អូនអាច scan QR នៅខាងមុខដើម្បី join ជាមួយនឹង channel Telegram របស់ខ្ញុំបាន